ជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខំវាសនាសូមលំអរកាយกับថ្វាយបង្គំប្រគុណម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជាវត្តមានក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនលោកតាលោកយាយក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានបងប្អូនសង្កេតមើលអ្វីដែលបងប្អូនបានទទួលក្នុងសង្គមជាតិរបស់បងប្អូនដែលបងប្អូនកំពុងតែជួបប្រទះនៅពេលនេះតាមទស្សនៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺថាដោយសារការយល់ខុសរបស់ប្រជាពលរដ្ឋនេះឯងបងប្អូនយល់ខុសថារឿងនយោបាយទុកឲ្យគេទៅបងប្អូនយល់ថាមិនបាច់ដូរប្រព័ន្ធទេគ្រាន់តែដូរអ្នកដឹកនាំគឺជាការស្រេចទៅហើយដោយសារការយល់ខុសបែបនេះណាបងប្អូនសមិទ្ធផលដែលបងប្អូនបានជួបប្រទះនៅថ្ងៃនេះគឺជាលទ្ធផលនៃការយល់ខុសរបស់បងប្អូនយល់ខុសទី1យល់ខុសថារឿងនយោបាយគឺជារឿងរបស់អ្នកដទៃរឿងនយោបាយជារឿងរបស់អ្នកដឹកនាំនេះគឺជាការយល់ខុសទី1ការយល់ខុសទី2យល់ឃើញថាមិនចាំបាច់ដូរប្រព័ន្ធនៃការដឹកនាំរដ្ឋទេគ្រាន់តែដូរមនុស្សទៅគឺជាការស្រេចទៅហើយនេះគឺជាការយល់ខុសធំដែលវាជះអត្តពលអាក្រក់រហូតដល់បងប្អូនបានទទួលនៅលទ្ធផលជុំវិញជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនដូចដែលបងប្អូនបានឃើញការរំលោភសិទ្ធិអំណាចរបស់អ្នកដឹកនាំប្រទេសជាតិដែលប្រជាពលរដ្ឋបានប្រគល់ភារកិច្ចទៅឲ្យគាត់យកអំណាចហ្នឹងមកជិះជាន់ប្រជាពលរដ្ឋវិញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសួរកន្លែងហ្នឹងវាជាសមិទ្ធផលនៃការគិតខុសត្រង់ណាចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគឺបងប្អូនយល់ថាមិនបាច់ធ្វើប្រព័ន្ធដើម្បីកម្រិតអំណាចរបស់អ្នកដឹកនាំឲ្យคล้ายទៅជាការទទួលខុសត្រូវទេគឺបងប្អូនបោះឆ្នោតមួយសន្លឹកហ្នឹងទុកឲ្យអ្នកដឹកនាំហ្នឹងមានអំណាចពោពេញជាលទ្ធផលអ្នកកាន់ការងារស្រុកទេសហ្នឹងប្រើសិទ្ធិនិងអំណាចដែលប្រជាពលរដ្ឋប្រគល់ឲ្យហ្នឹងរំលោភគេហៅរំលោភអំណាចរដ្ឋហើយយើងជាម្ចាស់ប្រទេសមិនអាចធ្វើអីគេបានទៀតហេតុអីបានធ្វើអីមិនបានអំណាចប្រមូលផ្ដុំទៅលើដៃបុគ្គលបងប្អូនហ៊ានតែងើបឡើងប្រឆាំងគ្រោះថ្នាក់ដល់បងប្អូនឥឡូវសិទ្ធិដៃទៅទាំងអស់ហ្នឹងទៅទល់ជាមួយនឹងកាភ្លើងហើយគេមានអំណាចស្របច្បាប់ទៀតយើងទៅធ្វើអីគេកើត100នាក់ទល់ជាមួយកាភ្លើងមួយដើមក៏ទៅអត់រួចផងចុះគេមានកាភ្លើងរាប់ម៉ឺនសែនដើមសួរតែយើងទៅតតាំងជាមួយគេបានអត់នេះគឺជាសមិទ្ធផលនៃការគិតខុសរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសគាត់យល់ថាមិនចាំបាច់រៀបចំប្រព័ន្ធកាត់បន្ថយអំណាចរបស់អ្នកដឹកនាំឲ្យមកនៅត្រឹមតែការទទួលខុសត្រូវទេអត់គិតទេធ្វើម៉េចឲ្យតែដូរអ្នកដឹកនាំបានវេទិការបស់យើងនៅថ្ងៃនេះណាវាគួរតែប្រជាពលរដ្ឋចូលរួមច្រើនណាប៉ុន្តែដោយសារប្រជាពលរដ្ឋគាត់យល់ថាកិច្ចការនយោបាយគឺជាកិច្ចការរបស់អ្នកនយោបាយអញប្រជាពលរដ្ឋគិតតែពីប្រឹងរកស៊ីទៅគិតអញ្ចឹងលទ្ធផលចេញមកអញ្ចឹង1លានអ្នកជាងទៅធ្វើកិច្ចការគេនៅថៃទៅរាប់សឹងថា40នាក់ទៅធ្វើកិច្ចការគេនៅកូរ៉េអាខ្លះធ្លាក់ទៅដល់ម៉ាឡេស៊ីអាខ្លះគេយកទៅលក់ដូចឆ្កែដូចឆ្មានៅតាមទូកត្រី3-4ឆ្នាំមិនទាន់ចូលដល់ផែម្ដងផងនេះគឺជាសមិទ្ធផលនៃការគិតខុសរបស់ពួកយើងទាំងអស់គ្នានយោបាយទុកឲ្យគេគិតទៅគេគិតទៅគេគិតអញ្ចឹងឲ្យយើងមកលោតែចូលរួមគិតវិញដូរតែអ្នកដឹកនាំមិនបាច់រៀបចំប្រព័ន្ធកម្រិតអំណាចរបស់អ្នកដឹកនាំឲ្យមកនៅត្រឹមការទទួលខុសត្រូវទេបកគលអំណាចឲ្យគេនឹងបកគលពោពេះសមិទ្ធផលនៃការគិតខុសលទ្ធផលចេញមកវាអញ្ចឹងហើយមិនងាយវាយទេបងប្អូនណាខួរក្បាលរបស់ប្រជាពលរដ្ឋហ្នឹងទ្វាររបស់គាត់បិទឈឹងគិតទី1អ្នកខ្លះគិតថាអញវាចេះប៉ុណ្ណឹងហើយយល់ដឹងប៉ុណ្ណឹងហើយល្មមរស់បានណាល្មមរកស៊ីបានណាមិនបាច់ចាំស្ដាប់យកការចេះអីទៀតទេចេះប៉ុណ្ណឹងល្មមណាម៉ែឪអញគ្រួសារអញប៉ុណ្ណឹងល្មមរស់បានណាមិនចាំបាច់ស្ដាប់អាណាទៀតទេកំណត់ថាអញគ្រប់គ្រាន់ណាស់មិនបាច់ស្ដាប់អាណាទៀតទេហ្នឹងវាធ្វើឲ្យខួរក្បាលរបស់យើងបិទឈឹងអត់មានចំណេះដឹងឲ្យចូលបន្តិចទេព្រោះអីគិតថាវាគ្រប់គ្រាន់ហើយមួយទៀតគិតថាគ្រប់អ្នកនយោបាយទាំងអស់មនុស្សទាំងអស់សិតតែគិតប្រយោជន៍ផ្ទាល់ខ្លួនអញមិនជឿថាមានអ្នកនយោបាយណាឬមានមនុស្សណាមកគិតគូរពីរឿងរបស់អញទេវាសិតតែចង់បានសន្លឹកឆ្នោតវាសិតតែចង់បានធ្វើធំវាសិតតែចង់ធ្វើធំអាកំណត់មួយហ្នឹងក៏បិទក្បាលឈឹងបិទឈឹងហ្មងអត់មានចូលចំណេះដឹងអីទេដល់ពេលអញ្ចឹងព័ត៌មានដែលយើងចង់ឲ្យគាត់យល់ដើម្បីងើបឡើងធ្វើទាំងអស់គ្នាវាចាល់ត្រឹមគាត់អត់បើកខួរក្បាលហ្នឹងទៅ
ដល់ពេលគាត់បើកចំហវិញបងប្អូនបើលើតែគាត់ប៉ះកន្លែងដែលគាត់ជឿថាកន្លែងហ្នឹងកន្លែងត្រូវរបស់គាត់ហើយណាបើគាត់បើកចំហវិញធំជាងលូនៅម្ពិញទៅទៀតអាលូនៅម្ពិញហ្នឹងមុខ1ម៉ែត្រ1ម៉ែត្រពីទឹកហ្នឹងណាមិនស្មើនឹងខួរក្បាលមនុស្សដែលគាត់ជឿពីណាហើយគាត់បើកចំហទេអាត់ក៏មកដែរសម្រាមក៏មកដែរស្អីក៏មកដែរទឹកកខ្វក់ហ្នឹងគឺថាហូរចូលទាំងអស់លូរបស់គាត់ហ្នឹងធំបើចំតែលោកគ្រូដែលគាត់ជឿហ្នឹងណានិយាយស្អីក៏គាត់ជឿដែរឲ្យតែនិយាយមកធ្វើបុណ្យឡើងឋានសួគ៌ចុចនិយាយគាត់ជឿទាំងអស់ដូចលូចឹងហូរចូលទាំងអស់បើលើតែអាណាបិទហ្នឹងបាត់ឈឹងហ្មងអញចេះប៉ុណ្ណឹងអញរកស៊ីតែពីម៉ែពីឪមកហើយចាំបាច់ចេះអីទៀតចាំបាច់ស្ដាប់អីទៀតឈឹកមួយទៅអាណាក៏ដូចអាណាដែរមកសិតតែចង់បានប្រយោជន៍ផ្ទាល់ខ្លួនទេឈឹកទី2ទៅឈឹងក្បាលហ្នឹងឈឹងដល់តែគាត់ជឿវិញគាត់បើកវិញនិយាយពីលូអាធំហ្មងអាហ្នឹងអាចមកកុំថាមកម្ដុំចាក់ម្លានមកក៏ហូរចូលបានដែរតែចំគ្រូគាត់ជឿហើយធ្វើបុណ្យចេះឡើងឋានសួគ៌ណែបើឧទ្ទិសតោងអាវគ្នាអញ្ចឹងវាឆក់គ្នាហ្នឹងបានបុណ្យទាំងអស់គ្នាបានបុណ្យចែកម្លែកគ្នាអញ្ចឹងទៅហ្នឹងវាបានបុណ្យទាំងអស់គ្នាយើងជូនបុណ្យជូនកសលអញ្ចឹងទៅនឹងលូគាត់ហ្នឹងវាបើកមុខទៅខាងមេសាសនាដែលគាត់ជឿបើលើតែចំអ្នកនយោបាយដែលគាត់ជឿវិញនិយាយពីនិយាយអីក៏គាត់គិតតែពីជឿហ្មងហើយចង់ភូតអីមកគឺដឹងតែអញជឿហ្មងហើយខាងណារិះគន់មនុស្សដែលអញជឿគឺថាអញមិនខ្ចីស្ដាប់ហ្មងអានឹងដឹងតែសត្រូវរបស់អញហ្មងប៉ុន្តែបើមេអញវិញនិយាយអីក៏អញជឿដែរអានឹងលូដែរលូអាធំដែរចូលមកអាចម្ដង1តោន2តោនក៏ចូលបានដែររឿងដែលត្រឹមត្រូវទៅផ្លូវណាអាបិទក៏វាមិនត្រូវអាបាត់ចំហទាំងអស់ក៏វាមិនត្រូវចុះអាត្រូវទាំងណាត្រង់ថាប្រើខួរក្បាលរបស់ខ្លួនជាចម្រោះបត់ពិសោធន៍ទិន្នន័យដែលជាបញ្ញាខ្លួនបានសន្សំទុកហ្នឹងយកមកគិតត្រេះរិះសម្ដីរបស់អ្នកនិយាយទាំងអស់គិតមើលថាតើគេនិយាយទៅវាសមហេតុសមផលអត់មនុស្សអញ្ចឹងគឺជាមនុស្សដែលចូលចំណេះដឹងមិនចេះចប់មិនចេះហើយកំណត់ហ្នឹងបើសិនណាជាទៅដល់អ្នកដែលមានតថេផ្កាប់មកវាអាចធ្វើឲ្យគាត់ភ្ញាក់បានដែរបងប្អូនប៉ុន្តែសំខាន់ក៏គាត់អត់ស្ដាប់ហ្មងណាបើលឺដល់គាត់តែគាត់អាចបើកក្បាលគាត់បានដែរប៉ុន្តែសំខាន់គឺគាត់អត់ស្ដាប់ហ្មងដល់ម៉ោងយើងគាត់បិទក្រឹបនៅភពពីរផ្សេងគ្នារហូតដល់ថ្ងៃងាប់មនុស្សអញ្ចឹងបងប្អូនដបងដៃបំផ្លាញខ្លួនឯងមុនគឺអត់ចូលចំណេះដឹងទេបន្ទាប់ទៅដើរបំផ្លាញគេបើអត់យល់ដល់ពេលធំឆ្នោតចេះតែដាក់ទៅវាអត់យល់បំផ្លាញគេបំផ្លាញឯងអញ្ចឹងខ្មែរយើងអញ្ចឹងបងប្អូនខ្ញុំកាលពីមិនទាន់ធ្វើនយោបាយបងប្អូនមើលប្រវត្តិសាស្ត្ររួចហើយដាត់ខ្មែរគ្នាឯងតសើខ្មែរគ្នាឯងថាពូជយើងវាល្អអញ្ចេះវាល្អអញ្ចោះខ្ញុំនឹងវាដូចជាមានមោទនភាពនឹងជាតិសាសន៍របស់ខ្លួនដែរអូពូជខ្មែរយើងមិនអន់ទេចេះអួតរបស់ខ្លួនអញ្ចឹងទៅណាដល់ពេលធ្វើការមួយខ្មែរបងប្អូនបានដឹងថាអូម៉ែអាយ៉ាប់បងប្អូនណាដល់ពេលឃើញប្រជាប្រដ្ឋខ្មែរមានលក្ខណៈធឺនឹងបងប្អូនខ្ញុំសឹងតែឃើញជនជាតិអ៊ីស្រាអែលលិតជង្គង់សាពះវាបងប្អូនពិចារណាមើលបាត់ប្រទេសជាង2000ឆ្នាំបាច់ខ្ចត់ខ្ចាយទៅរស់នៅគេថាសរុបមកជាង70ប្រទេសបាត់ប្រទេសជាង2000ឆ្នាំដល់ពេលវាចូលប្រទេសវិញប្រមើលគ្នាទៅបានតែ70,000នាក់ឯងរំដោះប្រទេសវិញមានស្រីមានប្រុសមានកូនក្មេងមានមនុស្សក្បាលកាចាស់សរុបទៅបាន70,000នាក់និយាយនោះបងប្អូននិយាយស្ដាប់គ្នាបានសោះ70ភាសាផ្សេងគ្នាហើយចុះបើវាទៅរស់នៅប្រទេសផ្សេងគ្នាជាង2000ឆ្នាំឯនោះនិយាយ70ភាសាជំនឿសាសនានោះផ្សេងគ្រប់គ្នាមកហ្នឹង70,000នាក់ហ្នឹងមានមនុស្សខ្លះដែលជាអ្នកបកប្រែគាត់និយាយថាម៉េចទេគាត់និយាយថាខ្ញុំពិបាកធ្វើការណាស់ពីព្រោះខ្ញុំមិនសូវចេះភាសាខ្ញុំចេះភាសាតែ7ទេប៉ុន្តែជនជាតិរបស់យើងនិយាយភាសាវាច្រើនពេកដល់ពេលអញ្ចឹងខ្ញុំពិបាកបកប្រែព្រោះខ្ញុំវាមិនសូវចេះភាសាចេះតែ7ទេបើជាបរិបទ70,000នាក់ទាំងស្រីទាំងប្រុសហើយកបាក់កពុកទៀតបងប្អូនកបាក់កពុកបងប្អូនណាជនភៀសខ្លួនណារត់ណាចូលស្រុកវិញគេមិនឲ្យចូលគេចាប់បោះទៅលិចបោះទៅកើទៅបងប្អូនសួរថាតើមនុស្សប្រភេទហ្នឹងដល់ពេលមកផ្ដុំគ្នាវិញយើងមិនអាចហៅមនុស្សកបាក់កពុកមិនកើតបងប្អូនកបាក់កពុកដូចយើងរត់ទៅជំរុំអញ្ចឹងមានផ្ទះមានសបายណាស់រត់ទៅហ្នឹងយកបានប្រមាណយកប៉ុណ្ណឹងមនុស្សកបាក់កពុក70,000នាក់បងប្អូន70,000នាក់និយាយនោះ70ភាសាមកពីជំនឿសាសនានោះផ្សេងគ្នា70យ៉ាងតែទីបំផុតបងប្អូនដោយសារវាបើកក្បាលចំស្ដាប់បងប្អូននិយាយទៅ
ai cặp hiệp kia mong bằng bổn ai cặp hiệp kia âu thì ho thà bao dương mình chui luôn dương tề bao dương mình chui chết xa luôn dương tề ắt miên bị na chui tên mẹn tên bằng bổn ta mẹn tên bằng bổn chuyện này pra mong mẹn cách ca này cứ việc cách ca bao phụ dương được nè bao phụ dương ắt thơ tề ắt miên à thơ tề mẹn tên bằng bổn chuyện này pra vậy bị ắt miên một sớp ca căn mà ra thoát lắc thoát cả chết xa môi đành dây đạp kia bán như cái bằng phật bóng ôn á tầng chắc tầng khmer nhá sau đó tới bán là chất sập mờ nhẹ dây chất sập xa mau bị chấm nưa sa sana chất sập chấm nưa sa sana xên kia màu bóng ôn á god đam mê quạt lang từ rồi lôi đam bay do mà thưa từng kiềm quan dây từ căn chuân chết là bạc quạt ta đàn nơi kéo bật đi đạp kia bán tiệt khăn nông sốt nâng á đạp kia bán hao á bóng ôn kéo sốt nông đạp kia bán tiệt việc xong chưa chuân chết lệnh mùi lơ lô cái quạt đơn giấy tham mà vậy khăn nông rồi dạ bê và màn khai tiết nè xong kiềm á trời túc nơi lơ tật đây chắc là bỏ dương nông ngài đạp và màn khai tiết đây khơi khăn mốc nâng à xong kiềm á trời cát nơi lơ tật đây nông ngài tật đây để dương bắt trên pi pon cho nám mà là dương chọn giờ với nhá bong ôn chia chuân chết chỉ vì quát giấy á xong kiềm đi mình mang chia xong kiềm đại dương trời chưa rơ lại mình mang tha ta dương trời vừa xong kiềm rơ ọt để mình mang chia xong kiềm đại dương trời chưa rơ lại cứ kể chưa rơ ao dương hai tuột bay dương mình bay có cái bay dương này xong kiềm đi công suộc nhầm thà ta cua vừa rơ ọt để công suộc nhầm chăng xong kiềm đi kể chưa rơ ao dương rồi thời vậy đại dương trời chưa rơ ta dương chưa rơ rồi chanh rơ chưa rơ rồi chỉ nè tuột bayไปជាប្រវត្តិយើងនៅសមរភូមិខាងមុខនោះមានតែ70ម៉ឺននាក់មានស្រីមានប្រុសក្មេងចាស់កបាក់កបុកប៉ុន្តែគឺជាជំរឿតែមួយគត់ដែលយើងមិនអាចជៀសបានគឺយើងត្រូវតែប្រយុទ្ធបងប្អូនយល់ថាបងប្អូនជាជនជាតិថ្លៃថ្នូរនៅប្រហែលខែខាងមុខទៀតនេះបើសិនណាជាបងប្អូនមិនជួយលុយឲ្យពួកយើងបានទិញសព្វាវុធដើម្បីធ្វើសង្គ្រាមទេប្រហែលខែខាងមុខទៀតនេះបងប្អូនជនជាតិឆ្វេងអង្គុយចាំមើលឈាមរបស់ជនជាតិឆ្វេងរបស់យើងដែលវាហូរនៅក្នុងសមរភូមិមុខដែលគេត្រូវកំទេចក្នុងនាមជាពូជសាសន៍មួយថ្លៃថ្នូរតើនៅពេលនោះបងប្អូនអាចទ្រាំមើលឈាមរបស់ជនជាតិរបស់យើងដែលហូរនៅក្នុងសមរភូមិបានដែរឬទេបើបងប្អូនទ្រាំមើលបានមានន័យថាបងប្អូនជាជនជាតិថោកទៀតបានវាទ្រាំមើលបានក្នុងនាមជាពូជសាសន៍ថ្លៃថ្នូរឧទាហរណ៍ថា2 3ខែខាងមុខទៀតឈាមរបស់ជាតិសាសន៍យើងដែលនៅសមរភូមិប្រយុទ្ធដើម្បីសេចក្តីសង្ឃឹមដើម្បីសុបិនរួមរបស់ពួកយើងគឺការបង្កើតរដ្ឋអ៊ីស្រាអែលរបស់យើងឡើងវិញក្រោយពីបាត់ជាង 2000 ឆ្នាំហើយវាត្រូវបានបំផ្លាញដោយសារបងប្អូនស្ដាយលុយរបស់បងប្អូនអត់ព្រមចូលរួមដើម្បីឲ្យពួកយើងទិញកាភ្លើងបងប្អូនយល់ថាការលះបង់របស់បងប្អូនរឿងលុយកាក់ហ្នឹងតើវាមានទំហំធំធេងជាងយុទ្ធមិត្តរបស់យើងដែលកំពុងតែនៅសមរភូមិមុខពួកគេពិតជាអត់លុយមែនប៉ុន្តែពួកគេបានបដូរជីវិតដើម្បីបង្កើតសុបិនរួមរបស់ពួកយើងទាំងអស់គ្នាបងប្អូនយល់ថាបងប្អូនលះបង់លុយប៉ុណ្ណឹងវាច្រើនជាងការលះបង់នៅសមរភូមិមុខឬយ៉ាងម៉េចបងប្អូនហើយគាត់នឹងនិយាយហើយនិយាយពីផលនិយាយពីលុយបងប្អូនលើសសេចក្តីត្រូវការលើសសេចក្តីត្រូវការបងប្អូនហើយអស់ចានណាស់បងប្អូនអស់ចានណាស់បានលុយនឹងព្រាមគោដាមៀស្រីបងត្រឡប់មកប្រទេសវិញទិញកាភ្លើងព្រាមបងប្អូនរៀបចំធ្វើសង្គ្រាមសមរភូមិប្រមាណបងប្អូនអើយឈ្នះទាំងអស់វាយម្ដង 5-6 ប្រទេសជុំវិញទាំងអស់ហើយទៅដល់ព្រាមបងប្អូនពិចារណាមើលតើបានហាត់រៀនផងតើបានហាត់ផងបានខែបានលុយទិញកាភ្លើងហ្មងអាកូនក្មេងវាយតាមអាកូនក្មេងអាំនោះចាស់វាយតាមនោះចាស់នោះស្រីវាយតាមនោះស្រីនោះពោះវាយតាមនោះពោះវាយថាបើគុំតែអត់មានកម្លាំងឈរជើងបងប្អូននឹងបានដីធំប៉ុណ្ណាវាយយកដីទៅមកប៉ុន្តែវាវាយឈ្នះទៅវាទៅមុខទៀតកន្លែងហ្នឹងវាអត់មានមនុស្សឈរជើងវាយឈ្នះគ្រប់អាសមរភូមិទាំងអស់បងប្អូននឹងគេនិយាយថាម៉េចថាវាអត់ជំរឿមានតែបើយើងចាញ់ងាប់ហ្មងដូច្នេះអត់ថយមកឲ្យចូលមកប្រមាណបាញ់ឲ្យម៉ាំហឹងមកទីបំផុតទៅបងប្អូនយល់មើលឥឡូវអ៊ីស្រាអែលក្លាយទៅជាពូជសាសន៍លេខ1លើលោកនិយាយស្ដាប់គ្នាបានជាងគេបំផុតគេនិយាយស្ដាប់គ្នាបានណាហើយការកំណត់អត្តសញ្ញាណរបស់ជនជាតិអ៊ីស្រាអែលជនជាតិអ៊ីស្រាអែលមិនត្រូវបានកំណត់ថាជាជនជាតិអ៊ីស្រាអែលព្រោះពួកគេកាន់អត្តសញ្ញាណប័ណ្ណជនជាតិអ៊ីស្រាអែលឡើយបើហែងក្បាលខ្មែររួចហែងកាន់អត្តសញ្ញាណប័ណ្ណខ្មែររួចហែងដើរបម្រើមហាចតាបរទេសហែងមិនមែនខ្មែរឡើយណែចឹងខ្ញុំនិយាយថាចឹងជនជាតិអ៊ីស្រាអែល
มันត្រូវបានកំណត់ដោយសារអ្នកឯងកាន់អត្តសញ្ញាណប័ណ្ណជនជាតិអ៊ីស្រាអែលឡើយហើយក៏មិនបានកំណត់ថាគឺជាជនជាតិអ៊ីស្រាអែលព្រោះអ្នកឯងមានកំណើតជាជនជាតិអ៊ីស្រាអែលឡើយមិនថាអ្នកឯងកើតមកម៉ែឪខ្មែរអ្នកឯងខ្មែរឡើយបើអ្នកឯងធ្វើការងារបំផ្លាញខ្មែរឬធ្វើការងារបម្រើបរទេសអ្នកឯងមិនខ្មែរឡើយតែជនជាតិអ៊ីស្រាអែលត្រូវបានកំណត់ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់គេចំពោះពូជសាសន៍របស់គេហើយមនោសញ្ចេតនានេះមិនត្រូវបានស្ដែងឡើងត្រឹមតែពាក្យសម្ដីឡើយប៉ុន្តែស្ដែងឡើងតាមរយៈនៃការលះបង់របស់គេបើក្នុងករណីចាំបាច់គេមានការលះបង់រហូតដល់ជីវិតផងនេះហើយគឺជាជនជាតិអ៊ីស្រាអែលរបស់យើងបងប្អូនណាបងប្អូនមើលខ្មែររបស់យើងមើលតើយើងអាចហៅខ្មែរបានអត់យើងប្រជុំចឹងតាមដានលិចកាត់ចង់យកទៅធ្វើស្អីខ្មែរហ្នឹងវាមិនទាន់តែលាយគ្រប់គ្រាន់យ៉ាងម៉េចបងប្អូនចាណាមែនឲ្យតែបានកបិចបន្តិចឲ្យតែគេឲ្យធ្វើអីបន្តិចក្រុមការងារគេចុះមកបានជួបអីបន្តិចហ្នឹងថាដូចអាចចូលឈ្នះចឹងបងប្អូនជាប់ត្រីបងប្អូនចង់បានអាចមានចង់បានណាដល់ពេលជោគមកវាដោយមកនិយាយពីរិចឲ្យស្គុយដូចអាចចូលឈ្នះចឹងគ្រាន់តែអាក្រុមការងារគេចុះមកធំហ្នឹងអូលោកតាគេហៅទៅស៊ីទៅផឹកគេថាបងឯងសំខាន់ចេះចុះចូលផ្លែតខ្មែរយើងចឹងច្រឡឹកថោកចឹងបានបាត់ដីហើយបងប្អូនមើលពូជអ៊ីស្រាអែលមែនវាច្បាស់លាស់ហ៎បងប្អូននិយាយស្ដាប់គ្នាបានទី2ចេះរៀបផែនការយកឈ្នះទី3តែរៀបផែនការហើយគឺបដូរផ្ដាច់ទាល់តែបានជោគជ័យបើមកតម្លាក់គ្រាប់បែកនៅប្រទេសអ៊ីស្រាអែលមួយគ្រាប់ទៅវិញ20 30គ្រាប់ចឹងហ្មងជនជាតិអញគឺចឹងហ្មងប៉ុន្តែបងប្អូនមើលជនជាតិខ្មែរយើងមើលរាល់ការសម្រេចចិត្តគឺផ្អែកលើប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់រាល់ការសម្រេចចិត្តតែបានប្រយោជន៍ផ្ទាល់ខ្លួនហើយបាក់អញខុសអាម៉េចមេអញខុសអាម៉េចក៏អញនៅតែកាន់ជើងដែរបើគេមិនថាថោកក៏ខ្លួនយើងត្រូវតែថាខ្លួនយើងថោកដែរគេមិនថាទេគេអូយពូជនឹងថ្លៃណាស់គេមិនថាទេប៉ិនដល់ពេលយើងឆ្លុកកញ្ចក់មើលខ្លួនយើងមិនអនាថាយើងដឹងខ្លួនយើងថោកហ្មងមិនបាច់រៀបរាប់ថាអូយអាពូជនឹងក្រលហាមទៅធ្វើកាជះគេមិនបាច់ទៅធ្វើឆ្ងាយទេគ្រាន់តែប្រទេសជិតខាងដូចគ្នាហ្នឹងរស់ស៊ីមិនមានជាងគេទេបើគុំតែប្រទេសថៃទទួលមនុស្សជាង1លានអ្នកទៅមិនដឹងជាអាពូជសាសហ្នឹងបានអីច្រាស់ទេនោះអា1លានអ្នកហ្នឹងវាទៅវាចិញ្ចឹមខ្លួនវាផងវាបានលុយវាផ្ញើមកបងប្អូនក្នុងផ្ទះវាផងបើគុំតែបានអាពួកហ្នឹងទៅធ្វើកញ្ចាស់គេហ្នឹងមិនដឹងបានអីច្រាស់ដាច់ពូជងាប់អាពូជហ្នឹងគួរឲ្យខ្មាស់គេណាស់មិនបាច់និយាយចឹងទេអូយអាពូជមួយហ្នឹងនិយាយស្ដាប់គ្នាបានទេឲ្យតែបានកបិចនិយាយពីជិះជន់តាមដានពូជសាសខ្លួនឯងអូយពូជអញ្ចឹងគួរឲ្យខ្មាស់គេណាស់មិនបាច់និយាយចឹងទៀតអូយអាពូជមួយហ្នឹងនិយាយពីចូលចិត្តអារឿងសុំទានគេហ្នឹងហ្មងតាំងអាប្រជាប្រដ្ឋក៏អាចឹងអាតំណាងប្រជាប្រដ្ឋគឺប្រមុខរដ្ឋាភិបាលក៏អាចឹងឲ្យតែទៅស្រុកគេនិយាយពីរឿងសុំឲ្យតែបានមកវិញនិយាយពីអកខិតកខុបតាំងរដ្ឋាភិបាលតាំងអាប្រជាប្រដ្ឋឲ្យតែបានបើដូចថៃវិញគេឲ្យខ្ចីវាថាលែងខ្ចីគេឲ្យជំនួយលែងយកពួកអីគេទៅយោបោះជាតិហើយឯងទៅតាណាគេឃើញមុខសង្រត់កិច្ចហើយឲ្យតែបានមកវិញនិយាយពីរដ្ឋាភិបាលក៏អាខិបអាខុបអាប្រជាប្រដ្ឋហ្នឹងអូយម៉ែឪអញបកែណាអញបោះឆ្នោតឲ្យគាត់ចេះសុំគេអកខិបកខុបវាជារឿងគួរឲ្យខ្មាស់គេណាស់បងប្អូនប៉ុន្តែខ្ញុំថាមិនបាច់រៀបរាប់រឿងប៉ុណ្ណឹងទេណាថាជារឿងគួរឲ្យខ្មាស់គេគ្រាន់តែជនជាតិមួយអនុញ្ញាតឲ្យមនុស្សម្នាក់ធ្វើនាយករដ្ឋមន្ត្រី30ឆ្នាំវាសំរុំធ្វើឲ្យយើងខ្មាស់គេណាស់បងប្អូនមិនបាច់រៀបរាប់រឿងមិនគ្រាន់តែថាអូយបងឲ្យបងប្រទេសខ្ញុំមានមនុស្សម្នាក់ធ្វើនាយករដ្ឋមន្ត្រី30ឆ្នាំអូយហែងចេះខ្មាស់គេទេហ៎ហែងប្រជាប្រដ្ឋហែងអត់ចេះគិតគូរត្រូវដកត្រូវដាក់អាម៉េចទេហែងចេះខ្មាស់គេបងប្អូនដែលទៅមើលទៅអឺរ៉ុបបងប្អូនអាប្រទេសជឿនលឿនអាមេរិកអូស្ត្រាលីក្នុងប្រវត្តិនយោបាយរបស់ប្រទេសវាអាប្រទេសជឿនលឿនទាំងអស់ហ្នឹងបងប្អូនដែលឃើញអាណាកាន់ការងារប្រទេសជិត30ឆ្នាំចឹងទេបងប្អូនដែលឃើញឲ្យតែប្រទេសជឿនលឿនដែលឃើញហើយយើងកុំទៅបន្ទោសគេអាគេចង់នៅនោះនៅទៅប៉ុន្តែអាយើងម្ចាស់ប្រទេសឲ្យគេនៅបានទេថោកអត់ខ្មាស់គេអត់មិនបាច់រៀបរាប់ថាអូទៅធ្វើកាចាស់គេស្រុកគេច្រើនណាស់ខ្មាស់គេមិនបាច់ទេគាត់តែមានមនុស្សម្នាក់ធ្វើយុទ្ធអន្តរ30ឆ្នាំខ្មាស់គេបាត់ហើយប្រទេសហែងមិនបាច់ទេយុទ្ធអន្តរអូយនៅក្នុងអំណាច30ឆ្នាំអូយហែងក៏ភ្លើមែនចេះដំចេះដូរសោះចឹងវាគួរឲ្យខ្មាស់បាត់ទៅហើយបងប្អូនប៉ុន្តែប្រជាពលរដ្ឋអូថាដូចរស់នៅក្បែរធុងជ្រូកចឹងឯងស្អុយចង់ងាប់មកផ្លែតគាត់វាស្អំរស់នៅម្ខាងធុងជ្រូកម្ខាងទៀតលូទឹកស្អុយឯងមកតែមកផ្លែតនិយាយពីកពិតចំោះរត់ទៅវិញគាត់នៅកន្លែងហ្នឹងគាត់ស្អំមកសឹងថាយកទៅដាក់កន្លែងល្អវាបាត់អាក្លិនហ្នឹងចង់ឈឺទៀតណាគាត់ដូចមនុស្សខ្លះធ្លាប់តែស៊ីអារបស់ស្មៅគ្រោកតាមចើមខ្នល់
si bột ngao tam trăm cái nó cái đặc kỳ mi si li kha si à la bọc kì tu tới kìm đại khớp đó nghe si ở đang lang xoắn xếp ta tới Australia si à la bọc sát dâyไปเรียกอัดมาไงพี่ไปดอกเรียกอัดชกสัวไทยบันจังเวียดรอดแต่si à la bọc bao cục đó si à la bọc sátเรียกชกจังไม่ยังจังบางคนเวียดซ้อมเวียดซ้อมกว่าอัดล้างปุยยำสั่งตามไปปุยมาเด้เจอจังยัยจังปุยโกนแม่เลี้ยนั่งไปจังเวียดเลี้ยซ้อมมาบางคนซ้อมมายัยไปขยมไอ้หน้าแต่ดาทันนะบางคนนะมันเชื่อขยมเคยยัยของใจของจอยมมาดานยัยนะอัดดานยัยทำมันเชื่อยมไหมนะยมทานเนี่ยอันเอากับนึกโยแต่กึศไม่ก็เวียมันกึศไม่มันกึศอันมันเอาเชื่ออันนี้นะอันมันมาเอาเชื่ออันเต้เอากึศให้กึศได้เหมือนบางคนนะเรื่องตักน้อมศกขมายนี่บางคนนะบ้าบางคนนึกตายประกอบเวียดนามระบบบางคนมาจับสัตว์เรื่องแต่เอาเนี่ยตักน้อมปฏิมาจับมั้งเอานาตะเกมาจับป่ะบางคนเนี่ยตักน้อมปฏิมวยนาก็ได้บางคนกันนำนาประโมประดมมาบางคนเกออัดกลาฉบับเตเกออัดกลาฉบับเตเฮ้ยแต่อัดกลาฉบับไปเกเล่นหายฉบับไปฉบับเมียนแหลกขนาดปีอย่างตีมวยบนตัวกูบังหันเพลินเทินใจบ้านเทินจอมบ้านตีมวยจังเกิดเจี๊ยบตัวกูบังหันเพลินตีปีบับเธอเพื่อเอาเหมือนนึกตึงอ้อแจ้แต่เมียนอารมณ์คลาดบ้านแกหายถ่ายฉบับแจ้แต่เมียนอารมณ์คลาดจ้ะโดนเป็นเนี่ยการเงินสกเตยยืงก็ไม่คลาดของน่ะฉบับดักขอมกูให้อากาศปะประช้างท่าให้มัดบันดักขอมกูไม่กลมยมดักเลยกระบาลท่าจังอ่ะมัดก็มันเยอะมาดักเลยกระบาลให้ฉบับเมียนหายมัดก็มันเมียนชันยะอาดวัดฉบับมัดจับตะโกนเกจังมันจับโกนไอ้กรมกุศลไอ้ของถ้าเอาตำนานเปเปียไปจับตะโกนเกจังโกนอันเอาจับจังบังอ้นเมื่อออสเตรเลียบังอ้นเมื่อรบเมื่อสหรัฐอเมริกาน่าประเทศมวยน่าได้เกิดต้องเอาในยุโรปมันไตรกันอำนาจเปเปียเอากระเดาะเรือคนไอ้หัวปอนเนี่ยจังฮะอัดกัดกันทอยอำนาจจ้ะบารักโอบามาโจแต่ขนมออฟฟิศบกอดนะโจขนมเซตะวิเมียนนะโจแต่ครูนตะเตะเลยนั่งกันนักรัฐมนตรีบกอดวนดับเนี่ยอังกระเดาะนั่งเมียนในน้องเสียบมองประกาศล้างโดยฉบับมวยจำกาเปียประเทศนี้ตับใดมันแม้นเอาประเทศนี้ตับใดเรื่องไงนะตาประเทศนี้ตับใดเรื่องบองอันปอนอันกรมกุศลอันสับไงก็เอาเรื่องมาจับปะบัท้าเกเรือสนองกาไข่ให้cái sốแต่หายเมียนเอาไหนเนี่ยสนองกาไข่หายเมียนบองไหนเนี่ยดักเมาดักนี่ไปมั้งดอไปสนองขายตั้งเกเรือปตอเนี่ยเกมาอัตติกาสกเอวกันยันคู่มั้งสัตว์บองปอนเบียดอไปเมียนเรื่องแต่ประดังอ่ะให้แต่ประดังอ่ะชูเวียแต่ประดังไปเรื่องมันนึกซีชูดอแต่ประดังยมมาเรียกเคยยมมาเรียกกระปงจ้าชูได้แต่ประดังอะไรนะฮะเป็นยังเมียนปัญหาเกหายังมาประดังมาขายมาประดังไปนะประดังเมฆคุมประดังปลิสรับประดังปลิคุมประดังจังนะหัวประดังตะขายให้อับเมฆขายแล้วมาเป็นด่าอับเลยเอานั่งให้แต่ประดังมาเตอดอเป็นจังเตอเป็นเมียนเรื่องใหญ่ไปยมตะแทกใดยังท่าซ้ำมาไกอันใหญ่อัศดาซ้ำมาไกซ้ำจังไงบางคนน่ะขายมวยเวียดแยกเดิมจัดนัดจะมวยหนังพอลบ้าบางคนเคยพอลบางคนเธอใช้เบอร์แฮดวีไอยอมท่าแฮดมาไปโยนเขานั้นท่านโยบายเรื่องมาเกะท่าสกนั้นไงเวียนเมียนเพียบอันใหญ่จังคือได้3 เมตรงอนอัดเมียนกัดได้แบบปวนนะอัดกัดได้แบบปวนสกเกนะบางคนสกอร์เบียดท่าสมาร์มกนี้จำพวกมกฉบับไปสมาร์มกนี้จำพวกมกฉบับข้างรัฐบาลสาธารณะข้างอัญญาโทข้างมันไตรเดชกาได้อนุวัตเรื่องใส่มวยหมอกหรือยืงนี่คือจะเพียกีมาคางยืงเพียกีมาคางเตียนเพียกีอย่างปีสมาร์มกนี้จำพวกมกฉบับมันรัฐบิบาลมันไตรเดชกามันปลิงนั่งอะมาชลวงมวยยืงพองรวยชายเนี่ยกัดก็ได้เอายืงเข้ายืงเถยพองอัดอย่างเงี้ยสกเกนะบางคนกัดในตูดปันอัดจะเมากัดในไอ้บางคนฉบับจราจ่อผ้ายืงจิกเข้าครับบางคนยืงจิกเข้าปลิงไปผ้าบางคนนะอาสมามกนี้จะปวดมกฉบับปะเอาฉบับบางคนฉบับบางคนดังท่าอันคงมา100%เฮ้ยล้างตลากาก็จันเกได้โอเคอันนั้นสมัยคล้วนผอมบังเลยตามกาผาเธอปันตาบางคนบักท่าบางคนอัดขอกเตะบางคนเธอเพียบไปเลยยมอัดบังไงขยมส้มล้างตกลากาขยมอัดบังเตะไปเลยเกจังรถซุยมวยเอายืงปึ๊บสนมเรื่องเกจูนล้างตลากาแต่ใดก็เนี่ยในตลากาเคยไปยืงจังมันยืงบังเลยสมามกนี้จำพวกมกฉบับกัดในตู้มวยบางคนฉบับจราจรยืงจริงตั้งแต่ทายืงเขาอดเมียนแต่ชัวไอ้จะมวยอับปริงจำขนาดเตะชัวมาเนี่ย
bởi vì sầm nhẹ chắc thập hạ dương hào nhỉ hay ao viên này cắt cái đây trên mặt nhẹ việc ăn smart nàyจะบนมักสบับให้อาบปอนแบบนั้นตัวdương thơ từng ở cái nia việc ăn nhẹ là thơ dương vô lại cái này nó ớt thằng rằng là vô lại cái này nó ớt con mẹ liê vô ớt nè đại quá chắc á vô ớt smart một cái nia chòm buông một sบับไปเลยพระเบิ้งบ่เยอะตั้งแต่ครวนเยอะเข้ามาเลยพี่น้อยล้างตลาดกาก็จันกันได้โอเคบังบ่เยอะจะมาท่าอ่ะไปเลยทั้งเขาใหญ่โอเคขยมปรับท่ากะในระบบขยมไปจูนล้างตลาดกาจำตะจุกนี้เนื้อไอตลาดกาชนิดแต่ยักษ์ครับบนไปเจี๊ยบรัชเนียแต่ยักษ์นั้นชนิดแต่ยักษ์ให้ตลาดกาติดสาวอัดเมนจีใส่ไหนเกมเมียนเวทนากาบางบนโจทย์ปั๊บสวยโอเคดักกำราเพียมทอดสูตรไอ้ดาวยังดักกำราเพียมทอดดาวเปียเลยยังเกสัวควันแต่ยังทอดอะไรทอดหมานพ้องถ้าเจ้าไปทำไทยมาทอดหมานเกด่าไปเทนกานะตลาดกาสัวยังดักกำราทอดฉบับเกสเซ่กำราทอดสัวมันสัวยังดังตลาดกาเนี่ย check and balance ซับไงกรมท่าแต่ฉบับจราจรตุยตาบ้างเอาเนี่ยขย่มในยัยไปกัดในขาดกระเปิดมวยไงนั่งยำจ้องในยัยอากาศในขาดกระเปิดนั่งเอาไอ้บ้างเอาจะมาจ้างประเทศบ้างเอาบันดังเรื่องอันนั้นหายจ้องปรับบ้างเอาไปการยุลบักนักปะสัมพันธ์นำไปไปเชียร์ตับไตแต่เรื่องนั่งอนาคตนะเธอตีมวยปรับเรื่องตีไปปรับการยุลถ้าคณะปะสัมพันธ์นำไปไปเชียร์ตับไตโยธรรมะนั่งตีใบปรับอัมพิกาสมรัจจัดขนมกัดในใบนั่งตาคณะปะสัมพันธ์นำไปไปเชียร์ตับไตสมรัจจัดใบใหม่บ้างเอาดังไงในสองขมายบ้านนาเชียร์บ้างเอาเมียนตำนัวเรื่องไอ้มวยจะมวยนั่งยาท่ออุติฮอบ้างเอาเมียนตำนัวเรื่องเพลิงสะเพอบรรทุกเกทามาปอนมา150อุติฮอสะเพอบรรทุกไทยจังรวยหายเสียตะเกียบบางปอนนะมาปอนปรำประมวยร้อยมากะโลเกียบจังบางปอนน้องเรียปาตกรรมเนี่ยเขียวปาตกรรมมาบานนี่นะสกขมายเกทาเยิงอะอัดแมนเรื่องเยิงพร้อมแต่ปาตกรรมมาจังอะขยมทลดยัยนั่งประมาณดองกับบางปอนฉบับปะได้ตัวจะมวยนั่นมันเนี่ยสกานะมันแมนทำตายมันกระโดดไปนะเมียนกัดตาปะกัดขนองกลางเงือบล้างประชางเดียดบางปอนนะอุติฮอโดยเนื้อโอสิลีเอเจดามโอ้จะห่อเรื่องสลันเพชรโดยเคลียร์โอ้ปาตกรรมนั่งตาปูอาสลันเพชรโดยเคลียร์เตี้ยอดเด้อาสลันเพชรโดยเคลียร์นั่งไปวิโยธาอาสลันเพชรโดยเคลียร์นั่งเถยไปช่วยปาตกรรมบางคนไปช่วยพวกวิโยธาเถยบ้าไปเลยสองขมายกันทั่วได้โอ้ให้มาปาตกรรมนั่งให้สลันเพชรโดยเคลียร์ได้จ้ะแต่จังอ่ะเจ้าแบบพลอนนะฉบับเกสับไงนะเกทาเมียนตายอามันนึกแต่เถยเจ้าพลอนเต้แต่อาจจะรอคองรอเถยจะมวยอาเจ้าพลอนนานอาเยอะเนี่ยเขียนขมิ้นกระตาปะกัดเต้เกขมิ้นพลอนไหนเต้โดยชนะหายมันเรียนสัตไอ้มาต่อบาเตเมื่อกี้ยอดได้บางก็อาเยืองแต่ปาตกรรมกิทาเยืองนั้นเธออัตราเลยปีพวกแกมันยอดได้หายนายอดได้จุดรวมเชียมเยืองอ่ะยังเมื่อคืนเขาอ่ะบางอ่อนในสกเกดังที่ทำไมเจ๊บ้าบางอ่อนเคยบัดละเมื่อกลุ่มมาตะวันนะบางอ่อนอัดประดังไปเลยอ่ะบางอ่อนเป็นเรื่องจบกุ๊กอ่ะเยืองอ่ะเคยเจ้าพลันเคยยำเปิดปกอรวยเคยมันนึกเธอบาปมันนึกรวยท้ายบางอ่อนอัดแต่ประดังนะบางอ่อนเป็นเรื่องจบกุ๊กอ่ะหากไอ้มันก็ตายจะแบบอย่างมันเนี่ยสิกาเกยโยทันจังบางเคยเจ้าพลันมาหนึ่งนั่งอ่ะเนี่ยไอ้เขาโยรวยครัวเนี่ยสกขมายบางก็โยได้กันหลายนั่งเยืองเซงเนี่ยแต่โจรวมปาตกรรมมันกิทาเอ๊ะอัดเถยเฮ้ยมันโยได้หายนะฉบับนี้อนาตายบางปนฉบับจังอนาตายเจ้าพลันไปตายเจ้าเวียพลันอ่ะมวยนั่งดอเปลเวียมันจังไอ้เนี่ยเซงช่วยเจ้าพลันไปตายท่าเมื่อเจ้าพลันมานึกเมียนแต่อันเนี่ยแต่เตยบานเจ้าพลันเต้ได้ไปเถยเงือบต่อมาอันเนี้ยเซ็งเมียนสเตโอฉบับจังนะมันทำแต่มันกระโดดไปบางคนเมียนกระตับประกัดขนมกาประช่างกระตับประกัดบางคนกระตับประกัดยังเปย์ปลัวเวียเตยจะมวยนั่งมันเนี้ยสิกาโยนเลยดันเนี่ยปลาบรรดาทางฉบับมวยได้มันชอบจะมวยมันเนี้ยสิกามันทำแต่มันกระโดดไปปัจจัยรัฐในประเทศนั่งเมียนกระตับประกัดขนมกาประช่างบางคนเลือกกันในคาดกระโปดออกจาอย่างนะบางคนออกจาอย่างนะตีมวยยำจังปรับบองโอนอ่ำปีสัจเรื่องตีปีจังปรับบองโอนอ่ำปีการโยนคืนถ้าอากาศในนั้นอนาคตอนาเธอดอตีใบจังปรับปีกาสำหรับจัดระเบิดยืนถ้าตายืนเถอโจรวมปาตกรรมช่วยไปเยี่ยมรัฐจิตจนรองครัวได้กวาดเริงซ่อให้กวาดเป็นมันแจ๊กฉบับแจ๊กแต่ลวบอะรวยท้ายกิจับดักกบปะตอกับตัวเนี้ยอาจได้ก็อ้ออากรวนไอโจกุกขนมเนียมเจ้าตามันนึกโลตรังมันนึกเมียนมันเนสิกาตาบอมโอนอาชอเมลอมเปอร์กระจำปัวจนเจียครวนไอจังบานอดตัวใบเตอว่าเกิดทักเข้าจะบับก็มันเนสิกาบ่ยืงโยธาทำไทยเจ้าแบบพลันนะนึกเกิดออดเด้
miền ta chôn rong cốt tới chào plon đây đại ai cho nó khó được thử hai nè nó tới bàn đây than chẳng có dân thử tới à cô ấy vì phải tháng chỉ môi năng mà nét gì cá bao nhiêu tí môi nhầm trong vậy phải rương xanh rương bong ôn nó cô ở sừng vây kia này mân nằng dân vậy mân nằng dân lúc đây chui dân á ban sắc xa ông pi rương năng là ắt là on bằng ôn hát ấy ban dân đặng pi pro dân ban sắc xa là ắt là on mẹ dân dây dân bong ôn dân lăng ngông nát bong ôn luôn anh trâu sót từng dây tròn dây lợn về nơi không cái lạ kia mà rồi lăng ngông nát bong ôn ban ta slot phải chia bọt dân dùng bà bớt hô tật nơi ắt chụp cái chụp cục chụp chụp hơi cả sai dây bị chọc máu quạt khâu à tầng bong ôn nói dùng bao các bạn cục các bong ôn việc hô hai bế cho bong ôn hai nhầm trẻ chừng ngó mình đăng chia mình trai đi ca tầng phải lấy thể hiện đang chiêm sấy bong ôn đang chiêm sấy mà chiêm mình được đây mình hiện tha chiêm ca bong ôn thầm men chiêm mình được hô hai cho mơ rương năng cát chuồn cá mình thầm mà cho mơ cho rùm tiềnไปจองบานnày củaจองบานอย่างนั้นบางคนគ្នាមានដី1 ហិកតា 2 ហិកតាកូនមកសបុករស់ទាំងដីហ្នឹងទៅជុំกับលើងគ្នាយកចេះយកចុះយីសម័យអីហើយមិន2000ឆ្នាំមុនឯណាមនុស្សកាន់ធ្នូកាន់ស្នាបាញ់យកដីគ្នាឯណាសម័យនេះទៅហើយបងប្អូនហើយសោតជនជាតិគេមកធ្វើលើជនជាតិខ្លួនឯងជនជាតិខ្លួនឯងរួចបានលុយយកទៅធ្វើអីចរាឲ្យតែបានលុយក្រោយពីបាញ់ដណ្ដើមរៀនរួចហើយចាំមើលគេផឹកស៊ីច្រាស់ជ្រាំស្រីញីអូនបងចូលការ៉ាអូខេបងប្អូនរើសមនុស្សអញ្ចឹងមកកាន់ការងារប្រទេសជាតិហើយអំណាចប្រមូលផ្ដុំបងប្អូនសម័យតិចមើលរស់មិនទៅករណីដីកពតខ្ញុំនិយាយខ្លីៗឆ្នាំ93ក្រោយសមាហរណកម្មមកក្រោយពេលបោះឆ្នោតមកណាពួកគាត់ចាប់មកពីជំរុំខ្លះអីខ្លះនោះគាត់អត់ដីនៅនោះចាប់ដើមកាប់ព្រៃកាប់ប្រហែលជា 2-3 គីឡូពីកន្លែងដែលគាត់រស់នៅសប្ងៃដែលគេកំពុងដេញបងប្អូនសម័យបន្តិចមើលសំណោះគាត់93គាត់កាប់ទៅមកចិត្តដល់ឆ្នាំ2000និយាយពីកាប់បងប្អូនហើយដូចដឹងស្រាប់ហើយតបោកបើថាចង់កំចាយតបោកមួយ2នាក់ប្តីប្រពន្ធណាបងប្អូនផែមួយខែហើយតបោកឲ្យលខឹងបងប្អូនសម័យទីមើលហើយគល់ឈើតែកាប់នឹងបបត្តិបថៅអត់មានស្អីទៅគាស់ទេទុកឡើង7-8 ឆ្នាំបានវាផុយអាគល់ឈើនឹងទៅបងប្អូនចឹងកាប់នៅនឹងទៅគ្នាអត់ដីបងប្អូនចាណាមើលដីរដ្ឋបងប្អូនដីរដ្ឋគឺដីយើងហ្នឹងគេទុកសម្រាប់ឲ្យមនុស្សអត់ដីនៅចឹងព្រោះដីរបស់យើងទាំងអស់គ្នាតាមានដីរបស់រដ្ឋាភិបាលដីរបស់យើងកាប់គាត់នៅដល់ឆ្នាំ2000ហ្នឹងមានក្រុមហ៊ុនមួយគេវិនិយោគកន្លែងហ្នឹងព្រោះនៅក្នុងប្លង់វានៅតែដីរដ្ឋដដែលណាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់មិនដឹងអាណាកាប់គាត់ពឹងលើអាជ្ញាធរថ្នាក់ក្រោមភ្នែករបស់គាត់ណាគាត់ពឹងលើអាជ្ញាធរថ្នាក់ក្រោមប៉ុន្តែភ្នែកដូចភ្នែកគោលភ្នែកហ្នឹងមើលឃើញអីភ្នែកគោលយើងនេះគេហៅពឹងកូនដូចពឹងក្បាលជង្គង់អញ្ចឹងណាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ពឹងអាថ្នាក់ក្រោមរាយការណ៍មិនគាត់ជឿហើយអាថ្នាក់ក្រោមគាត់នឹងក្បត់គាត់មើលអាផែនទីហ្នឹងទៅវាឃើញតែបៃតងឃើញតែព្រៃជាក់ស្ដែងប្រជាប្រដ្ឋកាប់រួចហើយអញ្ចឹងគាត់សញ្ញេខ្វោកអញ្ចឹងទៅឲ្យទៅក្រុមហ៊ុនវិនិយោគអានោះបានដើរអាញាសឹកហើយក្រុមហ៊ុនដេញវឹងសហការជាមួយអាញាធរគេឲ្យលុយខ្លះទៅអាញាធរនោះដេញឲ្យប្រជាប្រដ្ឋខ្លួនឯងដូចឆ្កែដូចឆ្មាដេញមេឃុំតកែនគាត់គ្រប់គ្រងដីកន្លែងនងផងអាកន្លែងគេកាប់93នឹងផងគាត់គ្រប់គ្រងអាព្រៃថ្មីនឹងផងខុសគ្នាប្រហែលពី3គីឡូប៉ុណ្ណឹងដល់ពេលឃើញក្រុមហ៊ុនមកដេញគាត់មិនដឹងថាធ្វើម៉េចបើរដ្ឋាភិបាលគេដេញពីលើមកហើយវាមានឆ្កែនៅថ្នាក់ក្រោមនោះបានច្បាប់ពីលើមកដេញខំរៀសខ្លួនឯងរើចាប់ដើមរើ93បងប្អូនណាដល់ឆ្នាំ2000ចាប់ដើមរើតាមសំណើរបស់មេឃុំតកែនគាត់ឈ្មោះទុំគុលគាត់អាណិតពេកគាត់ថាបងប្អូនហើយដូចឆ្កែដូចឆ្មាអញ្ចេះដូចបាក់សៃគេមិនលុំព្រៃអត់សបុកអញ្ចេះមកកាប់ខាងនេះម្ដងទៅក្បែរជើងភ្នំមកកាប់គាត់ថាដី 3-4 គីឡូបងប្អូនដើរសឹងតែមួយថ្ងៃទល់ល្ងាចវិចបាយដើរមកព្រៃគាត់ថាកាប់ឲ្យឆ្ងាយពីគេកុំទៅកាប់ចិត្តគេកាប់ឲ្យឆ្ងាយកុំឲ្យគេមករករឿងកាប់ក្បែរជើងភ្នំមានខ្លាមានឆ្លុកមានអីក្នុងកាប់ក្នុងបងប្អូនកាប់ទៀតឆ្នាំ2000កាប់ចេះកាប់ទៀតបងប្អូនហើយអាអត់ដីដូចគ្នានោះចេះហៅអូយមកខាងនេះមកអើយហៅអាខ្លះព្រៃវែងអាខ្លះស្អីទៅកាប់ឆ្នាំ2000កាប់ចេះតែកាប់ទៅឆ្នាំ2001 2003អាខ្លះឆ្លាតចឹងទៅក៏បានធ្វើបានគ្រួសារសញ្ញេដោយមេឃុំចាស់ទុំគុលហ្នឹងហើយអាឃុំហ្នឹងគេហៅឃុំតកែនមេឃុំហ្នឹងគាត់ចេះតែសញ្ញេឲ្យអាបានគ្រួសារអាខ្លះ2000អាខ្លះ2001អាខ្លះ2002អាខ្លះ2003កាប់វាលអស់ទៅប្រជាពលរដ្ឋហ្នឹងសឹងថា7-800គ្រួសារ
đại mê khung quạt khơi cái đánh nhà năm pi pon nó quạt cặp tăng cao bấy á là hốt đã pi pon per năm bằng bồn á cái đánh bị cái lại nông mà chết mọc cặp cái này pi pon đa lấy pi pon đập buồn đấy tại tí đó bằng bồn chẳng ban quạt vậy thầm mà chơi bằng bồn cặp tăng bị sọc bà máu à lấy cặp tôi tao sọc bà xó hốt đánh anh ta cặp bị nào tiết ở lấy nè đánh anh ta cặp bị nào tiết quạt cặp cái lại nông á bằng bồn miền vuông vai mình đangประมาณ hectare ได้ quạtได้ chơi vua ហើយគាត់ក៏មិនដែលដឹងថាប្រជាប្រដ្ឋគ្នាគាត់នឹងមានប្រមាណគ្រួសារដែរគាត់ក៏មិនដឹងដែរគាត់ដឹងតែមានគ្នាច្រើនកាប់អញ្ចឹងហើយដីទំហំប្រមាណក៏គាត់មិនដឹងជាកាប់ទៅដីរត់នោះកាប់និយាយពីធ្វើផ្ទះធ្វើអីអូអាខ្លះនោះចុះតាំងពីឆ្នាំ 2000 រហូតដល់ឥឡូវ 5-10 ឆ្នាំហើយគាត់យកឈើយកអីមកធ្វើអាខ្លះទុកជើងទៅស2ដងហើយដូរជើងទៅស2ដងហើយអាខ្លះបានគ្រួសារមេឃុំគាត់នោះគាត់មានសន្តានល្អដែរមេឃុំទុំគល់នោះមេឃុំតកែនោះគាត់ចេះតែធ្វើបានគ្រួសារឲ្យទៅបញ្ជាក់ថាស្នាក់នៅនឹងហើយពេលសុំលិខិតកាន់កាប់ព្រៃដែលគាត់ឲ្យកាប់គាត់អ្នកឲ្យកាប់គាត់ថាទៅនៅទៅណាបើក្រុមហ៊ុនគេយកទៅនោះឲ្យមកកាប់ទៅនឹងមកឲ្យឆ្ងាយមកដល់ជើងភ្នំមកកាប់ដល់ពេលអញ្ចឹងគាត់ចេះតែទទួលស្គាល់ទៅថាបានមកនៅនឹងមានសិទ្ធិកាន់កាប់ដីអីគាត់ចេះតែសុំឡើងលើគាត់សញ្ញេយកព្រមណាប្រជាប្រដ្ឋចេះដាក់ពាក្យសុំគាត់បំផុសឲ្យសុំមកអាប្រជាប្រដ្ឋខ្លះគាត់ឆ្លាតទៅគាត់បានខ្លះទៅអាខ្លះក៏មិនដឹងទៅបានគ្រួសារគ្មានដែរហើយអាលិខិតកាន់កាប់នោះក៏គ្មានដែរប៉ិនមានជាទូទៅអញ្ចឹងមានបានគ្រួសារតាំងឆ្នាំ 2000 ភៅដាក់នៅឆ្នាំ 2000 អ្នកខ្លះសុំសិទ្ធិកាន់កាប់ហ្នឹងមានឆ្នាំ 2008 2000អីអញ្ញាធរឯនេះវិញ10ឆ្នាំជាងក្រោយមកណាឆ្នាំ 2000 គេកាប់ដល់ឆ្នាំ 2011 ទៅមើលដីចំល្អដីហ្នឹងល្អដូចឃ្លានទៀតណាតាំងគូផែនទីទៀតណាគូផែនទីទៀតណាគូវឹបជាប្រអត់ដឹងទេគូបែកជាដីរបស់គាត់តែគាត់កាប់មកទាំងអស់គ្នាហ្នឹងណាគូបែកជា3ប្លង់គូស្ងាត់ខ្លួនឯងហ្នឹងគាត់អត់មានដឹងទេគូស្ងាត់ខ្លួនឯងហ្នឹងថានេះ 1288 ហិកតានេះឲ្យយោធិនចូលនិវត្តន៍គេទុកឲ្យយោធិនចូលនិវត្តន៍គូណាហើយគេទៅស៊ីស៊ូមដាច់អើយយោធិនចូលនិវត្តន៍អត់ដីនៅអីចឹងណាប៉ិនយោធិនហ្នឹងថាជាគេថា 400 គ្រួសារជាងណា400 គ្រួសារជាងគេថាតាមគេ400 គ្រួសារជាងកម្រងគេបងប្អូនឲ្យម្នាក់1ហិកតារួចហើយដីផ្ទះហ្នឹងដូចជាម៉ានទេ20 គុណ40ប៉ុណ្ណឹងដីផ្ទះហើយដីតំណាំហ្នឹងម្នាក់1ហិកតាអញ្ចឹងវាអស់តែ400 ហិកតាជាងណាបងប្អូនតែសុំទៅសម្ដេច1288 ហិកតាហើយប្រជាប្រដ្ឋកំពុងនៅល្ងោកមេឃុំចាស់សញ្ញេទទួលស្គាល់បងប្អូនមានសញ្ញេដល់ស្រុកទៀតលិខិតកាន់កាប់គាត់ខ្លះមានសញ្ញេដល់ស្រុកទៀតដល់ពេលឆ្នាំ 2011 គេទៅសម្ដេចនេះព្រៃសម្ដេចព្រៃមែនពួកក្នុងផែនទីព្រៃប៉ុន្តែជាក់ស្ដែងជាប្រដ្ឋកាន់កាប់តាំងពីឆ្នាំ 2000 ហើយឆ្នាំ 2011 បានគេធ្វើសចនទៅយករបស់គាត់ហើយគាត់អត់ដឹងរស់នៅទៅហើយសចននឹងទៀតកន្លែងហ្នឹងដីដែលគាត់កាប់ហ្នឹងគេធ្វើសចន3ដាច់ពីគ្នាអាមួយនោះគឺចែកឲ្យយោធិនចូលនិវត្តន៍គំនិតគេបងប្អូនយោធិនចូលនិវត្តន៍400 គ្រួសារជាងម្នាក់ឲ្យ1ហិកតាអស់តែ400 ហិកតាជាងទេប៉ុន្តែដីសុំពីសម្ដេចមក 1288 ហើយយោធិនចូលនិវត្តន៍នឹងទៀតស្អែកបានអាយោធិនចូលនិវត្តន៍មែនតែននោះស្អែកបានសត្វតែខ្សែលហោគេអាខ្លះគ្មានយោធិនចូលនិវត្តន៍អីទេនិយាយចឹងគុកទេបងប្អូនខ្ញុំអាណិតប្រជាប្រដ្ឋនៅកន្លែងនោះហួសបងប្អូនហួសវាត្រូវតែនិយាយបើវាត្រូវគុកដល់ពេលបានមកឆ្នាំ 2011 ណាតាំងគេប្រកាសថាយើងណាបានចូលកាន់កាប់មិនដីរដ្ឋទេបងប្អូនស្ដាប់ឲ្យទាន់ដីរដ្ឋថាដីរបស់រដ្ឋាភិបាលទៅចោះដីហ្នឹងគេថាមិនមែនកាន់កាប់ដីរដ្ឋទេគេថាកាន់កាប់ដីឯកជនរបស់រដ្ឋដែលរដ្ឋបានកាត់គេហៅអនុប្រយោគបានកាត់ទៅឲ្យខេត្តកពតគ្រប់គ្រងគេហៅដីឯកជនរបស់រដ្ឋទុកឲ្យយោធិនចូលនិវត្តន៍400 គ្រួសារជាងក្នុងទំហំដី 1288 តាមអនុក្រឹត្យលេខ 219 អនុក្រឹត្យលេខ 219 ប្រជាប្រដ្ឋនឹងបងប្អូនណាគ្នានឹងសូវតែដឹងអីបន្តិចអត់ដឹងថាដីរបស់ខ្លួននឹងគេកាត់ឯណាគេសុំឲ្យលើនោះហើយមិនដាច់ក៏អត់ដឹងមិនដាច់ឃើញតែបៃតងក្នុងផែនទីបៃតងគេគូមកអញ្ចឹងហើយគេដាក់ថាអូយោធាយើងនេះវាអត់ផ្ទះអត់សบายនៅគេរៀបរាប់តាមមកសម្ដៅគេថូយមើលទៅវាពិបាកណាស់មិនដាច់គាត់អាណិតយោធិនចូលនិវត្តន៍របស់គាត់ញ៉ៃខ្វោចអានេះបាទដើរអាញាសឹកមកហើយប្រជាប្រដ្ឋគាត់ដឹងទេអត់ដឹងថាអាណានៅក្នុងអនុក្រឹត្យ 219 ដែលគេកាត់ឲ្យយោធិនអាណានៅក្នុងអនុក្រឹត្យលេខ 85 ដែលគេកាត់ឲ្យប្រជាប្រដ្ឋអាណានៅក្នុងអនុក្រឹត្យ 259 គេកាត់ឲ្យប្រជាប្រដ្ឋបើគាត់វានៅជុំគ្នាមកកាត់ចឹងហើយគេបែងចែកស្រែកចិត្តគេចឹងហើយបែងចែកលើกระดาษលើផែនទីក៏មិនដឹងទេចឹង
ឥឡូវដល់គេចាត់ការវិញណាគេចាត់ការគេកំចាត់ណាពីពួកគេហៅម៉ួយបានទិញហើយបងប្អូនណាគេចាត់ការឆ្នាំ2012វាតំនាស់ដីធ្លីច្រើនពេកពេញទឹកពេញដីបងប្អូនណាតាមខ្ញុំស្រាវជ្រាវគ្រាន់តែឆ្នាំ2012រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនណាសញ្ញេអនុក្រឹត្យដែលកាត់ដីឲ្យប្រជាពលរដ្ឋហ្នឹងទូទាំងប្រទេសជាង100អនុក្រឹត្យជាង100អនុក្រឹត្យមួយឆ្នាំតែ365ថ្ងៃទេនេះប្រហែល3ថ្ងៃសញ្ញេមួយហើយសញ្ញេនោះគេសុទ្ធតែសញ្ញេកាត់ដីកន្លែងនេះមានទំហំប៉ុណ្ណេះហិកតាមានកអុកដនេប៉ុណ្ណេះមានប្រជាពលរដ្ឋរស់នៅលើទឹកដីហ្នឹងប្រមាណគ្រួសារអញ្ចឹងសួរសម្ដេចក្រោយពីមើលឯកសាររួចហើយណាបងប្អូនសួរគាត់ចុះទៅមើលហ៎គាត់ចុះទៅមើលថាដីហ្នឹង1000ប្រមាណ100ហិកតាដែលគេគូប្លង់មកណាមានកអុកដនេមានអីប៉ុណ្ណេះប្រជាពលរដ្ឋ7 800គ្រួសារដែលនៅលើហ្នឹងសួរតែសម្ដេចបានទៅមើលដែរគាត់ជឿគ្នាគាត់និយាយខ្វោកអានោះបានតែខ្វោកមកឲ្យចាំមើលណាបានដើរអាញាសឹកមកហើយអនុក្រឹត្យគេមាន3ទី1គឺអនុក្រឹត្យលេខ219អានឹងកាត់ឲ្យយោធិនចូលនិវត្តន៍ប៉ុន្តែដីនឹងដីមូលប្រជាពលរដ្ឋទៅកាត់ជុំគ្នាណាក៏អត់ដឹងថាអាណាគេបែងចែកទៅអាណាបានទៅយមរាជអាណាបានទៅទេវតាអាណាបានទៅនរោអីក៏អត់ដឹងដែរគាត់ដឹងថាជុំគ្នាហ្មងបើគាត់ហ្នឹងហួហេតុទៅបងប្អូនឲ្យចេះស៊ីកើទៅស៊ីលើឈាមរាបងប្អូនដល់ពេលតែដេញប្រជាពលរដ្ឋដេញវាមិនចាញ់អនុក្រឹត្យ219ហ្នឹងដេញមិនចាញ់បងប្អូនដេញអត់ចាញ់មិនត្រឹមតែដេញទេបងប្អូនគេចេញអនុក្រឹត្យមួយទៀតឆ្នាំ2011បង្កើតឃុំអាឃុំគេចាស់មានហើយហ្នឹងបងប្អូនដើម្បីលុបឯកសារប្រជាពលរដ្ឋដែលមានហើយបងប្អូនមានហើយនឹងដើម្បីប្រកបចិត្តសម្ដេចផងអញ្ចឹងលុបអាភូមិគេដែលមានហើយក្នុងភូមិជ័យសេនាឃុំតាកែនដល់ពេលគេលុបអាឃុំនឹងចោលគេដាក់ភូមិដៃជោអភិវឌ្ឍក្បាលដំរីណាឃុំដៃជោអភិវឌ្ឍដើម្បីប្រកបចិត្តសម្ដេចដើម្បីឲ្យសម្ដេចសញ្ញេអនុក្រឹត្យឲ្យមកដើម្បីបង្កើតកន្លែងភូមិយោធិនចូលនិវត្តន៍តែតាមពិតប្រជាពលរដ្ឋនៅពេញនោះសម្ដេចអត់ដឹងទេនៅលើផែនទីឃើញតែពណ៌ខៀវអត់ដឹងងាយខ្វោកគេបានមកគេមកដេញគេដេញហើយដេញប្រជាពលរដ្ឋមកចេញបងប្អូននៅឲ្យពេញទឹកពេញដីអត់ចាប់ដើមចោតចោតថាប្រជាពលរដ្ឋហ្នឹងមកកាន់កាប់ដីយោធិនចូលនិវត្តន៍បងប្អូនស្ដាប់បន្ទាន់ណាដែលហៅថាដីយោធិនចូលនិវត្តន៍គឺដីដែលបានតាមអនុក្រឹត្យលេខ219ចុះឆ្នាំ2011អញ្ចឹងបើគេនិយាយថាប្រជាពលរដ្ឋចូលកាន់កាប់លើដីយោធិនចូលនិវត្តន៍មានន័យថាប្រជាពលរដ្ឋចូលកាន់កាប់ក្រោយឆ្នាំ2011មិនអញ្ចឹងមិនកាន់កាប់ដីរដ្ឋទេណាកាន់កាប់ដីយោធិនចូលនិវត្តន៍ដីយោធិនចូលនិវត្តន៍ហ្នឹងគឺបានតាមអនុក្រឹត្យ219ចុះឆ្នាំ2011អញ្ចឹងគេចោទថាប្រជាពលរដ្ឋហ្នឹងមកនៅក្រោយឆ្នាំ2011ហើយគេបំបត្តិឯកសារថាឯកសារចាស់របស់មេឃុំចាស់គេអត់ទទួលស្គាល់ទាំងអស់ប្រជាពលរដ្ឋឮតែគេអត់ទទួលស្គាល់ខ្លះបោះចោលខ្លះទៅខ្លះស្អីខ្លះទៅគាត់យំគាត់ស្រែកគាត់ទៅណាស្ទើរតាំងរមបានបងប្អូនបានឯកសារមកសំណុំមកនេះសម្ងាយដល់ពេលអាណាងើបតវ៉ាប្រឆាំងបងប្អូនអាណាងើបតវ៉ាប្រឆាំងគេចាប់ដាក់គុកគេថាយើងទៅកាន់កាប់ដីរបស់យោធិនចូលនិវត្តន៍ហើយក្រោយឆ្នាំ2011តាំងនិយាយពីកាន់កាប់ដីយោធិនចូលនិវត្តន៍គឺក្រោយឆ្នាំ2011ឯងពីព្រោះយោធិនចូលនិវត្តន៍ហ្នឹងបានដោយអនុក្រឹត្យលេខ219ចុះឆ្នាំ2011បងប្អូនគាត់ឈឺចិត្តប៉ុណ្ណាដែលគាត់មកកាប់តាំងពីឆ្នាំ2000មកហើយឯកសារនៅបងប្អូនឯកសារនៅដល់ពេលឥឡូវគេចាប់2នាក់ហ្នឹងបងប្អូនណាដីយោធិនចូលនិវត្តន៍អនុក្រឹត្យលេខ219ហ្នឹងចុះឆ្នាំ2011ហ្នឹងបងប្អូនដី1288ហិកតាដល់តែចាប់មនុស្សតែ2នាក់បងប្អូនចាណាមើលថាទៅនៅលើដីរដ្ឋទៅឈូសឆាយដីរដ្ឋបងប្អូនដី1288ហិកតានៅលើតែមនុស្ស2នាក់បងប្អូនចាណាមើលសមទេទៅនៅលើតែ2នាក់អូបើនៅលើ2នាក់ហ្នឹងអនុក្រឹត្យហ្នឹងចេញឆ្នាំ2011តាំងពីនោះឥឡូវដល់2015ហ្នឹងដេញមិនចេញអូមានមនុស្សតែ2នាក់ដេញអត់ចេញកុំថាតែចាំបាច់យកកាភ្លើងយកកាបិតទៅយកតែជាប់ជីកទៅឆ្កៀលវាក៏វត្តចោលក៏ទៅដែរបងប្អូន2នាក់កាន់កាប់ដី1288ហិកតាវាមិនមែនចុកទេណាបើជាប្រវត្តិនៅក្បាលទឹកនៅពេញម្ដងនោះដើមជើងដើមស្វាយប្រើសិតតែភ្លើងអគ្គិសនីបងប្អូនផ្ទះសិតតែចាក់ថ្មប្រើសិតតែភ្លើងអគ្គិសនីហើយដាច់អត់ដឹងទេអត់ដឹងសោះគូថាដឹងតែគម្របព្រៃឈើហ្មងដឹងទេបៃតងសុតអញ្ចឹងដល់ពេលវាទៅដាច់បងប្អូនវាទៅចាប់អា2នាក់ហ្នឹងវាថាមកលើដីរដ្ឋឈូសឆាយដីរដ្ឋបងប្អូនណាអាខ្លះធ្វើផ្ទះថ្មអាខ្លះធ្វើប្រគុណអាចអាខ្លះដាំដើមឈើអាខ្លះជីកស្រះអាខ្លះកាយដបោកចុះដីរបស់គាត់មកគាត់កាយអូគាត់ចង់ធ្វើផ្ទះឲ្យគាត់ទៅកាយស្រះគាត់ចង់ធ្វើផ្ទះគាត់ធ្វើផ្ទះអាធ្វើផ្ទះអត់ចាប់ទេអាដាំដើមឈើអត់ចាប់ទេខ្នោននេះពីផ្លែ4-10ឆ្នាំមកនោះអាណាធ្វើផ្ទះធ្វើសបាយអត់ចាប់ទេដល់ពេលអា2នាក់ហ្នឹងគេថាវាយកអេសកាទៅកាយប៉ុន្តែវាមិនមែនរឿងយកអេសកាទៅកាយទេគឺរឿងអា2នាក់ហ្នឹង
វាអ្នកងើបបះបោវាអ្នកនាំមកបាតកម្មបងប្អូនថ្ងៃច័ន្ទបាតកម្មបងប្អូនទៅវិញភ្លាមគេចាប់អាពីរអ្នកនឹងក្រឹប